វីដេអូនេះសម្រាប់ការបង្កើត General Invoice ជាដំបូងជ្រើសរើសយកពាក្យ Quick Access Create Invoice បន្ទាប់មកទៀតជ្រើសរើសយកពាក្យ General Invoice រួចជ្រើសរើសប្រភេទនៃ Invoice នោះគឺ Invoice ធម្មតាឬក៏ជា Tax Invoice បន្ទាប់មកទៀតជ្រើសរើសយកឈ្មោះអតិថិជនដែលបង្កើតរួចជាស្រេចសម្រាប់ព័ត៌មានដែលមានរូបផ្កាយគឺត្រូវបំពេញជាដាច់ខាតបន្ទាប់មកសូមបំពេញលេខ Invoice Number ត្រូវបំពេញថ្ងៃខែដែលចេញ Invoice នោះបន្ទាប់មក Sales Representative ជាមួយនឹង Exchange Rate ចុចកន្លែង Headline រួចជ្រើសរើស COA ដែលទៅតាម Invoice ជាក់ស្ដែងរួចបំពេញ Description ចំនួននិងតម្លៃបើលោកអ្នកមាន discount ជួយអតិថិជនសូមចុចនៅកន្លែង discount ជាដុល្លារឬជាភាគរយនិង tax rate ផងដែរបន្ទាប់មកសូមលោកអ្នកវាបំពេញ memo និងសារ display ជូនអតិថិជនជាមួយនឹង file attachment ផ្សេងៗសូមលោកអ្នកផ្ទៀងផ្ទាត់ឡើងវិញម្ដងទៀតរួចធ្វើការ sell និង add new ឬក៏ផុសយកតែម្ដងសម្រាប់កញ្ចប់$45ត្រូវការឆ្លងកាត់ approval process ដូចនេះការបង្កើត invoice នោះបានជោគជ័យលោកអ្នកចុចនៅកន្លែងចុច3នេះដើម្បី view invoice ចុចទៅលើ print review បន្ទាប់មកលោកអ្នកអាច print invoice នេះជូនអតិថិជនបាន